ចំពោះហេតុការណ៍ដែលបងស្រីបានជួបផ្ទាល់តើបងស្រីមានពាក្យពេចន៍អ្វី5ផ្ញើទៅដល់អ្នកដែលបើកបរតាមផ្លូវសប្តាហ៍នេះក៏ដូចជាផ្ញើជូនទៅដល់អ្នកដែលកំពុងទស្សនាចាដោយសារតែកូនស្រីខ្ញុំនាងជួបគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់អញ្ចឹងខ្ញុំក៏អត់មានអីនិយាយច្រើនដែរមានតែសុំពីវនាវសុំស្នើដល់បងប្អូនទាំងអស់ដែលគាត់បើកបរនៅលើដងផ្លូវហ្នឹងសូមឲ្យគាត់ទាំងអស់គ្នានឹងចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសអ្នកដែលគាត់ចូលចិត្តបើកបរលឿនគោរពច្បាប់ចរាចរណ៍ហ្នឹងសូមឲ្យគាត់នឹងជួយឲ្យតម្លៃដល់ជីវិតអ្នកដទៃផងដូចកូនស្រីខ្ញុំនាងខំប្រឹងរៀនណាស់ដើម្បីខ្លាចធនធានមនុស្សតែដល់ថ្ងៃដែលនាងរៀនចប់បែរជាត្រូវនាងត្រូវឡាត់បំស្លាប់ចឹងខ្ញុំសូមលើកដៃស្នើសុំសពតែបងប្អូនទាំងអស់នឹងជួយគោរពច្បាប់ចរាចរណ៍ឲ្យតម្លៃខ្លួនឯងក៏ដូចជាអ្នកដទៃដែលគេកំពុងបើកបរផងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអត់មានអីទៀតទេអរគុណពេលគ្មានខ្ញុំនៅក្បែរឈឹមចូលគេងពីប្រលំគេងឲ្យបានក្រុមថែសងកភេទទេសនារឿងពេញនៅលើ Sastra Film App គេប្រ មានតែនៅលើ App Sastra Film តែមួយគត់ ឆ្ងា